còn gần ở kia và là ngày nay là cô chạy lấy tự tao nâng cầm hạt phía rồi chiếm mai bà đấy chẳng cầm hạt phía rồi chiếm mai là cô ở nơi mình này tích làm chẳng cứ chia Paul thiệp à cứ chia Paul thiệp Paul thiệp màអង្គធាតុរលាយឧស្សាហកម្មណាអង្គធាតុរលាយអង្គធាតុមកអង្គធាតុរលាយនៅលើម៉ាស់នៃ solution បាទម៉ាស់នៃ solution បាទគុណនឹង100%បាទនេះយើងហៅថាកំហាប់ភាគរយជាម៉ាស់មានន័យថាម៉ាស់បដិបតម៉ាស់គឺជាផលធៀបម៉ាស់អង្គធាតុរលាយនៅលើម៉ាស់នៃ solution គុណនឹង100%នឹងកំហាប់ភាគរយជាម៉ាស់ណាអញ្ចឹងយើងមានរូបមន្តរបស់យើងមួយយើងអាចសេបាន C ភាគរយស្មើនឹងC ភាគរយស្មើនឹងម៉ាស់ MST គុណនឹង100%ចែកនឹងម៉ាស់ MS ឬក៏យើងអាចសេបានថា C ភាគរយបាទស្មើនឹងអីកូន C ភាគរយស្មើនឹងម៉ាក់ M អងខ្លះតាំងដោយ M អងគុណនឹង100%ចែកនឹងម៉ាស់ MS បាទអញ្ចឹងយើងអាចសេបែបនេះទៅយើងអាចប្រើរ៉ូម៉ុន C ភាគរយបានហើយណាបាទអញ្ចឹងរ៉ូម៉ុន C ភាគរយដែល C ភាគរយខ្នាតគិតជាភាគរយ MST គេហៅម៉ាស់រលាយឬ M អងម៉ាស់រលាយគិតជាក្រាមម៉ាស់ MS គឺកើតឡើងពីអីបាទម៉ាស់ MS ម៉ាស់ MS កើតឡើងពីម៉ាស់មកយើងនិយាយ MS កើតឡើងពីម៉ាស់ M អងបូកនឹង M ដឺបាទ M អងបូក M ដឺណាយើងហៅថាម៉ាស់ MS អញ្ចឹងមានថាម៉ាស់រលាយបូកជាមួយនឹងម៉ាស់រំលាយយើងខ្លាយទៅជាម៉ាស់ MS ម៉ាស់សុលសុងណាបាទអញ្ចឹងយើងមានរូបមន្តនេះគាត់នឹងប្រើសម្រាប់ការគណនាទូទៅបាទនេះគឺជារូបមន្តកំហាប់ជាភាគរយបាទណាចឹងលោកគ្រូឧទាហរណ៍ឲ្យមើលមួយសម្រាប់ខ្លីគាត់នឹងយកអនុវត្តណាបាទយើងមើលទាំងអស់គ្នាអញ្ចឹងឧទាហរណ៍មួយបាទឧទាហរណ៍គេយកអំបិលសម្លអំបិលសម្លបាទអំបិលសម្លយើងហៅថា table salt ណាអញ្ចឹង table salt នេះមានរូបមន្តរបស់វា NaCl ចឹងលោកគ្រូដាក់មកចំនួនបាទចំនួន10ក្រាមចា៎បាទចំនួន10ក្រាមបាទអញ្ចឹងរលាយក្នុងទឹករលាយក្នុងទឹកចំនួន90ក្រាម
បាទអញ្ចឹងចូលគណនាបាទកំហាប់ជាភាគរយចូលគណនាកំហាប់ជាភាគរយអានេះមុនណាកំហាប់ភាគរយជាម៉ាស់ដាក់ភាគរយមុនណាភាគរយជាម៉ាស់ចូលគណនាកំហាប់ភាគរយជាម៉ាស់អញ្ចឹងយើងដាក់មកយើងអាចមិនបាច់សេសមីការទេលំហាត់ហ្នឹងជាគាត់នឹងដាក់គាត់ថាគណនាសេបិចនេះវិញគណនាកំហាប់ភាគរយជាម៉ាស់ NaCl គណនាកំហាប់ភាគរយជាម៉ាស់ NaCl អញ្ចឹងយើងដាក់ថាតាមរូបមន្តយើងសេបានហើយអញ្ចឹងសេភាគរយស្មើនឹងម៉ាស់អំអងគុណនឹង100ភាគរយចែកនឹងម៉ាស់អំអេសអញ្ចឹងយើងថាដោយសារអីលំហាត់នេះគេបានប្រាប់អា table សនេះហៅម៉ាស់រលាយណាចំនួន10ក្រាមនេះអញ្ចឹងយើងថាម៉ាស់ NaCl នេះវាស្មើនឹងម៉ាស់អំអងយើងតាំងទូទៅបាទអញ្ចឹងស្មើនឹងចំនួន10ក្រាមអញ្ចឹងចំណែកឯម៉ាស់អំអេសវិញកាត់ឡើងពីម៉ាស់អំអងបូកជាមួយនឹងម៉ាស់អំដៅដោយថាតែម៉ាស់អំដៅយើងគឺស្មើនឹងម៉ាស់ទឹកណាបាទឲ្យដឹងផងកន្លែងនេះណាអញ្ចឹងស្មើនឹងចំនួន90ក្រាមអញ្ចឹងពេលដែលយើងយកម៉ាស់ទាំងពីរនេះបូកគ្នា10ក្រាមបូកនឹង90ក្រាមគឺយើងបានចំនួន100ក្រាមដែលយើងហៅថាម៉ាស់សូលសុងហ្នឹងណាអញ្ចឹងយើងយកវាមកធៀបមកយក10ក្រាមធៀបនឹងម៉ាស់សូលសុងគុណ100អញ្ចឹងយើងបានសេភាគរយបាទស្មើនឹងអីណាសេភាគរយស្មើនឹង10គុណនឹង100%ហើយចែកនឹង100យើងសម្រួល100នេះចោលយើងបានចំនួន10%នេះកំហាប់ភាគរយជាម៉ាស់អញ្ចឹងបើសិនតែកូនអត់យល់កន្លែងណាកូនអាចសួរបានណាបាទអញ្ចឹងលោកគ្រូប៉ុណ្ណឹងសិនបើសិនចង់បានវីដេអូថ្មីកូនខមមិនហើយនឹងសំណុំពរទៅលោកគ្រូនឹងចែកវីដេអូថ្មីៗហើយកុំភ្លេច Subscribe choលោកគ្រូផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនបាយបាយ